បើខ្ញុំបាទសូមជម្រាបជូននៅខ្លឹមសារនៃជំនួបរបស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីដែលនៅថ្ងៃនេះសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តមផារ៉ារ៉ូដែលជាអនុប្រធានទី3នៃគណៈកម្មាធិការសហប្រតិបត្តិការសភានៃព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ីជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងក្តីរីករាយនិងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមផារ៉ារ៉ូនិងគណៈប្រតិភូមកកាន់ប្រទេសកម្ពុជាហើយសម្ដេចក៏បានឆ្លៀតឱកាសអរគុណចំពោះការបដិសណ្ឋារកិច្ចចំពោះសម្ដេចតេជោនិងប្រតិភូក្នុងដំណើរនៃទស្សនកិច្ចរបស់សម្ដេចកាលពីឆ្នាំមុនទៅកាន់ប្រទេសឥណ្ឌូនេស៊ីសម្ដេចបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូនេស៊ីដែលជាទំនាក់ទំនងដ៏ល្អជាមួយគ្នានាពេលកន្លងមកក៏ដូចជានាពេលបច្ចុប្បន្ននៅក្នុងឱកាសនោះឯកឧត្តមផារ៉ារ៉ូបានសម្ដែងនៃការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះឯកឧត្តមបានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូនេស៊ីដែលមានភាពរឹងមាំក្នុងរយៈពេល75ឆ្នាំកន្លងមកនេះឯកឧត្តមបានហៅទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូនេស៊ីថាជាបងប្អូននឹងគ្នាប្រទេសទាំងពីរសម្រាប់ឯកឧត្តមអនុប្រធានទី3នៅមានសក្តានុពលក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នាជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តមនេះក៏ជាផ្នែកមួយនៃការរុញច្រាននៃទំនាក់ទំនងផ្នែកពាណិជ្ជកម្មវិនិយោគនិងការអប់រំរវាងកម្ពុជានិងឥណ្ឌូនេស៊ីឲ្យកាន់តែល្អប្រសើរផងដែរទន្ទឹមនឹងនោះឯកឧត្តមក៏បានបង្ហាញអំពីគោលដៅសំខាន់មួយដែរនៅក្នុងដំណើរទស្សនកិច្ចនេះគឺក្នុងការពិភាក្សាទៅលើការគម្រោងនៃការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ដែលជាគំនិតផ្ដួចផ្ដើមនាពេលកន្លងមករបស់សម្ដេចតេជោនិងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូនេស៊ីនៅក្នុងឱកាសនោះសម្ដេចតេជោបានសម្ដែងនៅក្តីអរគុណចំពោះការលើកឡើងដ៏ល្អរបស់ឯកឧត្តមផារ៉ារ៉ូចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូនេស៊ីសម្ដេចតេជោបានលើកឡើងថាក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូនេស៊ីគឺមានភាពល្អនិងរឹងមាំកន្លងមកហើយនាពេលបច្ចុប្បន្នប្រទេសទាំងពីរកំពុងតែពូនជ្រុំនៃទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូនេស៊ីនេះឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀតសម្ដេចតេជោក៏បានលើកឡើងផងដែរអំពីទំនាក់ទំនងនៅក្នុងផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចនិងការវិនិយោគដែលសម្ដេចជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងនេះកាន់តែមានភាពបើកចំហនិងអាចពង្រីកនៅពាណិជ្ជកម្មកាន់តែមានភាពកើនឡើងបន្ថែមទៀតសម្ដេចបានសម្ដែងនៅសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌូនេស៊ីដែលមានការកើនឡើងជារៀងរាល់ឆ្នាំបន្ថែមពីលើនេះតាក់ទងទៅនឹងជើងហោះហើរប្រទេសទាំងពីរបានភ្ជាប់ជើងហោះហើរជាមួយគ្នាសម្ដេចតេជោក៏ជំរុញឲ្យប្រទេសទាំងពីរជំរុញនៅជើងហោះហើរជាមួយគ្នាឲ្យមានការកើនឡើងកាន់តែច្រើនដើម្បីធ្វើយ៉ាងណាជំរុញដល់វិស័យទេសចរនិងការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹកជាងមុនទន្ទឹមនឹងនេះសម្ដេចតេជោក៏បានចែករំលែកនៅទស្សនៈទានតាក់ទងទៅនឹងគម្រោងនៃការបង្កើតនៅវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ដែលជាគំនិតផ្ដួចផ្ដើមដោយខ្ញុំបានលើកឡើងគំនិតផ្ដើមដោយសម្ដេចតេជោនិងប្រធានព្រឹទ្ធសភារបស់ឥណ្ឌូនេស៊ីនេះហើយសម្ដេចបានចែករំលែកអំពីចំណុចស្នូលមួយចំនួនដែលវេទិកានេះគួរតែធ្វើនៅពេលខាងមុខនិងធ្វើការពិភាក្សាសិក្សាស្រាវជ្រាវបន្ថែមទៀតថាតើលទ្ធភាពនៃទូនាទីនៃវេទិកាប្រធានព្រឹទ្ធសភាអាស៊ាននេះត្រូវធ្វើនៅក្នុងក្របខ័ណ្ឌណាជាចុងក្រោយសម្ដេចតេជោបានជូនពរឲ្យគណៈប្រតិភូបានទទួលជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងរស់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលនៃដំណើរទស្សនកិច្ចនេះប្រកបដោយផាសុកភាព